6 មូលហេតុដែលបណ្ដាលឲ្យកកើតទៅជាជំងឺរលាកក្រពះពោះវៀនស្ដីបងប្អូនអរគ្នាបច្ចុប្បន្នគឺសង្កេតឃើញថាមានបងប្អូនភាគច្រើនដែលមានជំងឺទាក់ទងនឹងការរលាកក្រពះអញ្ចឹងនៅក្នុងវីដេអូនេះយើងមកស្វែងយល់ទាំងអស់គ្នាអំពីមូលហេតុទាំង6យ៉ាងដែលបង្កឲ្យកើតទៅជាជំងឺរលាកក្រពះទាំងអស់គ្នាអញ្ចឹងទី1ការកើនឡើងនៃបាក់តេរី H. pylori ដែលជាបាក់តេរីមួយដែលប៉ះពាល់ខ្លាំងទៅលើក្រពះហ្នឹងបាទជាពិសេសគឺស្រទាប់ក្រពះទី2ហ្នឹងគឺការញ៉ាំអាហារមិនបានទៀងទាត់អញ្ចឹងនៅពេលដែលបងប្អូនមិនបានញ៉ាំអាហារបានទៀងទាត់អញ្ចឹងក្រពះក៏វានឹងពិបាកនឹងក្នុងការធ្វើការដូចគ្នាទី3គឺការញ៉ាំឬក៏ការទទួលទានអាហារណាដែលមានសារធាតុហឹរខ្លាំងប្រៃខ្លាំងឬក៏អាហារណាដែលមានសារធាតុអាស៊ីតច្រើនបាទអាហារទាំងអស់ហ្នឹងគឺប៉ះពាល់ដល់ចិញ្ចើមក្រពះរបស់យើងបាទទី4គឺទទួលទានស្រាឬក៏បារីច្រើនពេកអញ្ចឹងបងប្អូនអរគ្នាដឹងតាមហើយស្រាគឺសម្បូរទៅដោយជាតិអាល់កុលច្រើនបាទហើយបារីក៏ដូចគ្នាគឺប៉ះពាល់ទៅដល់សុខភាពរបស់យើងខ្លាំងមែនទែនជាពិសេសបារីមិនមែនត្រឹមតែប៉ះពាល់ដល់សុខភាពក្រពះទេគឺប៉ះពាល់ទៅដល់សួតឬក៏ថ្លើមរបស់យើងថែមទៀតផងទី5ហ្នឹងគឺបញ្ហា stress និងបញ្ហានៃការយើងជួបប្រទះនូវភាពតានតឹងបាទអញ្ចឹងនៅពេលដែលយើងមានបញ្ហា stress ច្រើនយើងជួបប្រទះនៅបញ្ហាតានតឹងនៅក្នុងអារម្មណ៍ច្រើនក៏បង្កឲ្យទៅជាបញ្ហារលាកក្រពះដូចគ្នាអញ្ចឹងទី6គឺសំខាន់ខ្លាំងជាពិសេសហ្នឹងគឺសម្រាប់អ្នកដែលមានជំងឺប្រចាំកាយគឺការប្រើប្រាស់ឱសថច្រើនពេកឬក៏ការប្រើប្រាស់ឱសថរយៈពេលវែងបាទអញ្ចឹងឧទាហរណ៍ថាលោកអ៊ំពូមីមីងដែលគាត់មានបញ្ហាទំនុំផ្អែមលើឈាមហ្នឹងគឺពួកគាត់សុទ្ធតែជាអ្នកដែលប្រើប្រាស់នៅឱសថរយៈពេលយូរអញ្ចឹងប្រឈមខ្លាំងនៅក្នុងការជួបប្រទះនៅបញ្ហារលាកក្រពះពោះវៀនហ្នឹងអញ្ចឹង6ចំណុចនេះខ្ញុំសូមផ្ដោតលើមួយចំណុចធំទាក់ទងទៅនឹងទាំង6ចំណុចហ្នឹងគឺបញ្ហា stress បាទអញ្ចឹងខ្ញុំសូមលើកយកចំណុចទី5ដែលខ្ញុំចង់ផ្ដោតលើចំណុចហ្នឹងគឺបញ្ហា stress ខ្លាំងដោយសារតែបច្ចុប្បន្ននេះគឺសង្កេតឃើញថាប្រជាជនរបស់យើងគឺបញ្ហា stress គឺមានការកើតឡើងមែនទែនហើយមានឆ្ងល់ថាហេតុអ្វីបានទៅជាគ្រាន់តែ stress សោះបង្កឲ្យទៅជាបញ្ហារលាកក្រពះបាទអញ្ចឹងតាមពិតទៅការ stress ហ្នឹងគឺវាមានទៅដល់ទៅ5ចំណុចឯណោះដែលបង្កឲ្យទៅជាជំងឺរលាកក្រពះទី1ហ្នឹងគឺពេលដែលយើង stress គឺវានឹងបង្កើនអាស៊ីតខ្លាំងនៅក្នុងក្រពះរបស់យើងបងប្អូនអរគ្នានៅពេលណាដែលយើងមានអាស៊ីតកកើតឡើងខ្លាំងនៅក្នុងក្រពះគឺបណ្ដាលឲ្យក្រពះរបស់យើងចាប់ផ្ដើមចុះខ្សោយឬក៏ស្រទាប់ការពារនៃក្រពះរបស់យើងគឺមានការថយចុះទី2ហ្នឹងគឺពេលដែលយើង stress គឺកាត់បន្ថយនៃស្រទាប់ក្រពះរបស់យើងអញ្ចឹងពេលណាដែលយើងស្រទាប់របស់យើងកាន់តែចុះខ្សោយអាស៊ីតចាប់ផ្ដើមឡើងកាន់តែច្រើនចុះក្រពះរបស់យើងកាន់តែរលាកកាន់ខ្លាំងបាទទី3ហ្នឹងគឺពេលដែលយើង stress យើងមានភាពតានតឹងខ្លាំងគឺប៉ះពាល់ដល់ចលនានៃក្រពះហើយអ្វីបានប៉ះពាល់ដល់ចលនាដល់ក្រពះគឺធ្វើឲ្យការរំលាយអាហាររបស់យើងគឺយឺតខុសប្រក្រតីបាទទី2ហ្នឹងគឺហើមពោះពុសាហើមពោះជោគឆ្អល់តឹងណែនពោះអីហ្នឹងជាដើមទី3ហ្នឹងគឺឈឺទុកចាប់នៅក្នុងក្រពះបាទពេលណាដែលយើងមានបញ្ហាការរំលាយអាហារយឺតហើមពោះជោគពោះច្រើនគឺតែងតែរងនៃការឈឺចាប់នៃក្រពះបាទទី4គឺបង្កឲ្យបាក់តេរីមិនល្អងាយនឹងលូតលាស់អញ្ចឹងបាក់តេរីមិនល្អដូចខ្ញុំបានលើកឡើងមិញបាក់តេរីដែលមានឈ្មោះថា pylori បាក់តេរីនៅពេលណាដែលយើង stress កាន់តែខ្លាំងបាក់តេរីមិនល្អមួយហ្នឹងគឺវាមានចិត្តងាយស្រួលនៅក្នុងការកើតឡើងនៅក្នុងក្រពះរបស់យើងហើយចំណុចបន្ទាប់គឺវាបង្កឲ្យរលាកក្រពះកាន់តែខ្លាំងបាទអញ្ចឹងចំណុចចុងក្រោយទី5គឺប្រែប្រួលនៃការរស់នៅអញ្ចឹងពេលណាដែលយើង stress បងប្អូនអរគ្នាជាធម្មតាបើសិនជាយើងមានអារម្មណ៍ល្អការងាររបស់យើងក៏ធ្វើទៅធម្មតាហើយប្រសិទ្ធភាពនៃការងាររបស់យើងក៏មានប្រសិទ្ធភាពល្អហើយ activity ឬសកម្មភាពរបស់យើងគឺមានប្រក្រតីអញ្ចឹងពេលណាដែលយើង stressទាំងការគិតរបស់យើងចាប់ផ្ដើមថយចុះហើយសកម្មភាពរស់នៅរបស់យើងក៏ប្រែប្រួលទៅតាមនឹងដែរហើយប្រែប្រួលបែបម៉េចបងប្អូនទាំងអស់គ្នាប្រែប្រួលបែបម៉េចគឺទី1ហ្នឹងគឺពេលយើង stress យើងគិតច្រើនគឺការញ៉ាំអាហាររបស់យើងអត់បានទៀងទាត់ទេបងប្អូនទាំងអស់គ្នាបងប្អូនដែលធ្លាប់ជួបបញ្ហា stress ហ្នឹងបងប្អូននឹងប្រហែលជាអាចដឹងហើយតែបើតែអារម្មណ៍ញ៉ាំអាហារឬក៏អារម្មណ៍ញ៉ាំបាយញ៉ាំអីហ្នឹងក៏អត់មានទេបងប្អូនទាំងអស់គ្នាទី2ហ្នឹងគឺញ៉ាំអាហារចូលចិត្តញ៉ាំអាហារដែលហឹលៗឬក៏ប្រភេទ fast food អាហារដែលងាយៗលឿនព្រោះអត់មានអារម្មណ៍ធ្វើកិច្ចការអ្វីគឺតែងតែចូលចិត្តorder ឬក៏កំងអាហារបែបណាដែលលឿនហើយគឺថា fast food ហ្នឹងជាប្រភេទអាហារបែបណាបងប្អូនអរគ្នាគឺជាប្រភេទអាហារដែលជាប្រភេទជៀនបំពងឬក៏ប្រភេទអាហារងាយដែលលឿនតែវាមិនអាចវាប្រភេទអាហារហ្នឹងវាជួយតែយើងបាត់ភ្លាមទៅពេលទេប៉ុន្តែវាអត់អាចផ្ដល់ប្រូតេអ៊ីនវីតាមីនគ្រប់គ្រាន់ដល់រាងកាយរបស់យើងទេបងប្អូនអរគ្នាបាទគឺចំណុចបន្ទាប់គឺចូលចិត្តញ៉ាំកាហ្វេហើយនិងញ៉ាំស្រាបារីច្រើនអញ្ចឹងពេលណាដែលយើង stress មិនថាគេមិនថាខ្ញុំគឺចូលចិត្តញ៉ាំកាហ្វេឬក៏អ្នកដែលមានបញ្ហា stress ខ្លាំងឈានដល់ការដែលចូលចិត្តញ៉ាំស្រាឬក៏ប៊ីយាដើម្បីបំបត្តិ stress កាត់ទុកអីអញ្ចឹងទៅបងប្អូនអរគ្នាអញ្ចឹងបញ្ហារលាកក្រពះគឺមានទាំង6ចំណុចហ្នឹងឯងបងប្អូនអរគ្នាអញ្ចឹងទោះថាពេលដែលយើងមានបញ្ហាអស់នឹងហើយតើយើងគួរតែរកវិធីសាស្ត្របែបណាដើម្បីការពារឬក៏ព្យាបាលមកវិញបងប្អូនអរគ្នាគឺថាវិធីសាស្ត្រទី1នៅក្នុងការការពារឬក៏ព្យាបាលបងប្អូនអរគ្នាអាចស្វែងរកប្រភេទអាហារសុខភាពឬក៏អាហារដែលជួយព្យាបាលដល់ក្រពះពោះវៀនដល់បងប្អូនអរគ្នាបាទហើយទី2ហ្នឹងគឺគេសម្រាប់បានគ្រប់គ្រាន់បងប្អូនអរគ្នាដើម្បីឲ្យរាងកាយតុល្យភាពរបស់យើងមានការប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំបាទទី3ហ្នឹងគឺហាត់ប្រាណបាទទីហាត់ប្រាណឬក៏ exercise ដែលបងប្អូនទាំងអស់គ្នាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នា stress នឹងឯងបាទប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាអត់សូវមានពេលឬក៏
ពេលវេលាបងប្អូនមានតិចតួចសូមណែនាំបងប្អូនអំពីអាហារសុខភាពមួយប្រភេទដែលជំនួយដល់ក្រពះពោះវៀនរបស់បងប្អូនមិនត្រឹមតែជំនួយដល់ក្រពះពោះវៀនរបស់បងប្អូនទេគឺជួយដល់រាងកាយបងប្អូនទាំងអស់គ្នាផងដែរនោះគឺ probiotic Pen Plus របស់ Atomy បាទអញ្ចឹង probiotic Pen Plus របស់ Atomy វាមាន probiotic រហូតដល់13ប្រភេទនៅក្នុងហ្នឹងជាប្រភេទ probiotic ប្រភេទ bacteria ល្អជាប្រភេទ lactobacillus ដែលជួយផ្ដល់ទឹករំអិលនៅក្នុងក្រពះរបស់យើងឲ្យបានគ្រប់គ្រាន់វាជួយលាងសម្អាតជួយបឺនយូជាតិពុលនិងផ្ដល់នូវសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ដល់ក្នុងក្រពះរបស់យើងក្រពះពោះវៀនរបស់យើងផងដែរហើយទី2ហ្នឹងជាអាហារសុខភាព Hemohim គឺជាអាហារសុខភាពឯកនៃផលិតផលរបស់ Atomy គឺវាផ្ដោតទៅលើការបង្កើននៃប្រព័ន្ធភាពស៊ាំរាងកាយជួយបើកម្លាំងជាពិសេសហ្នឹងគឺជួយកាត់បន្ថយការរលាកបាទអញ្ចឹងជាទូទៅនៅក្នុងការរលាកក្រពះគឺវាចាប់ផ្ដើមវាតែងតែឈឺទុកឆ្អល់ហើយក៏វារលាកនៅក្នុងសន្ទប់ក្រពះរបស់យើងអញ្ចឹង Hemohim ក៏វាជួយនៅក្នុងការព្យាបាលនៅក្នុងការរលាកដូចគ្នាបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំ recommend ខ្លាំងមែនទែនទាក់ទងទៅនឹងអាហារសុខភាពពីរប្រភេទនេះដោយសារតែអាហារសុខភាពពីរប្រភេទនេះគឺខ្ញុំបានផ្ទាល់ជាអ្នកប្រើប្រាស់ផ្ទាល់ហើយទទួលបានផលជាក់ស្ដែងបាទអញ្ចឹងខ្ញុំ recommend ខ្លាំងមែនទែនទាក់ទងទៅនឹងអាហារសុខភាពមួយនេះអញ្ចឹងបើសិនជាបងប្អូនមានចំណុចបន្ថែមទាក់ទងទៅនឹងការប្រើប្រាស់នៅផលិតផលឬក៏បងប្អូនមិនទាន់ជាមានទំនុកចិត្តក្នុងការប្រើប្រាស់ផលិតផលទេបងប្អូនអាចឆាតសួរឬក៏ comment នៅក្នុងវីដេអូនេះដើម្បីខ្ញុំនឹងផ្ដល់ព័ត៌មានបន្ថែមទៅកាន់បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាអាចស្វែងរកផលិតផលដែលខ្ញុំបានចែករំលែកពីប្រភេទនេះនៅលើ website Atomy កម្ពុជាបានខ្ញុំនឹងដាក់នៅលើcaption ខាងលើដើម្បីបងប្អូនងាយស្រួលក្នុងការស្រាវជ្រាវទៅលើផលិតផលផងដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបាទសូមចែករំលែកតែប៉ុណ្ណេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នានៅក្នុងការតាមដានវីដេអូរបស់ខ្ញុំបាទរហូតដល់ចប់ follow ដើម្បីតាមដានបច្ចុប្បន្នភាពថ្មីៗរបស់ខ្ញុំបាទផងដែរអរគុណបាយបាយ